នៅក្នុងព្រៃមួយដែលស្លឹកឈើភ្លឺដូចមាសមានក្មេងស្រីតូចម្នាក់ឈ្មោះតូទានាងមានយាយចាស់ម្នាក់ឈ្មោះយាយតែនជាអ្នករកសំឡេងធម្មជាតិហើយតូទាចង់ក្លាយជាអ្នកស្ដាប់សំឡេងដូចយាយប៉ុន្តែថ្ងៃនេះសំឡេងទាំងអស់នៅក្នុងព្រៃបានបាត់ខុសពីធម្មតាយាយសំឡេងបាត់អស់ហើយកណ្ដឹងស្លឹកធ្លាក់ចូលទៅជាប់នៅក្រោមគល់ឈើចាស់យាយតែនញញឹមចាំយាយជួយទេចៅប៉ុន្តែមុននឹងយកសំឡេងមកវិញត្រូវរៀនស្ដាប់ភ្លេងនៃដើមឈើសិនយាយតែនប្រាប់ថាបើចង់យកសំឡេងមកវិញត្រូវរាំតាមចង្វាក់ឫសឈើទូតាតចាប់ដើមលោតវិលនិងរាំតាមឫសបណ្ដាដើមឈើចាប់ដើមញ័រហើយសំឡេងតូចចេញមកនៅពេលទូទារាំបានត្រឹមត្រូវកណ្ដឹងស្លឹកហោះមកដាក់ក្នុងដៃនាងប៉ុន្តែនៅលើកណ្ដឹងមានសញ្ញាចម្លែកមួយវាចង្អុលទៅកាន់រួមភ្លេងអាថរកំបាំងយាយនេះជាកន្លែងអាថាកំបាំងមែនទេចាចៅប៉ុន្តែអាថកំបាំងនេះមិនមែនជាតន្ត្រីទេវាជាការចងចាំនៃសំឡេងព្រៃដើមភ្លេងដំបូងនិយាយថាអ្នកទាំងពីរបានមកដល់ទីនេះព្រោះអ្នកបានរាំតាមរឹសនិងស្ដាប់ព្រៃសូមយកក្របសំឡេងចាប់ពីពេលនោះមកព្រៃទទារស់ឡើងវិញដោយសារក្មេងស្រីតូចម្នាក់និងយាយចាស់ម្នាក់ដែលរៀនស្ដាប់ឫសឈើហើយគ្រប់ទាំងអស់ចាប់ផ្ដើមពីការបាត់សំឡេងកណ្ដឹងតូចមួយ